បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានគ្រូសុទ្ធបរានជ័យទឹកសំចែករំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិនេះផងដែរឈ្មោះថាឪឡតាក់ទិននឹងសុទ្ធបរានខ្មែរយើងកបនឹងជំងឺជាច្រើនបងប្អូនដូចជាគ្រោះកម្រងនោមរលាកផ្លូវនោមស្ទះកម្រងនោមជាដើមបងប្អូនណាហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុទ្ធបរានជ័យទឹកសំចែករំលែករុក្ខជាតិមួយទៀតឲ្យប្រភេទវល្លិបងប្អូនហើយរុក្ខជាតិនេះផងដែរឈ្មោះច្រើនណាបងប្អូនតាមភាសាក្រៀមភាសាតំបន់ណាតាមខេត្តណាអ្នកនៅស្វាយរៀងហៅថាវល្លិក្រងលបឬវល្លិចាក់សែងហើយអ្នកខ្លះទៅគេហៅវល្លិក្រងលបប៉ុន្តែក្នុងសភៅអសុទ្ធបរានកម្ពុជាយើងឈ្មោះថាស្ពរឪឡហើយយើងយកតាមសភៅអសុទ្ធបរានកម្ពុជាយើងទៅបងប្អូនណាលក្ខណៈសម្គាល់បងប្អូនមើលឃើញស្លឹករួញប៉ុន្តែអាគល់រៀបចេញមកពីក្នុងដីហ្នឹងបងប្អូនវារៀងស្លឹកអត់មានឆែកទេដល់លើបន្តិចបានវាឆែកនឹងហៅទៅស្ពរឪឡបងប្អូនហើយកបជំងឺជាច្រើនតេតិននឹងអសុទ្ធបរានខ្មែរយើងប៉ុន្តែលោកគ្រូលើកមកពី3ចំណុចដោយមានពេលវេលាខ្លីលោកគ្រូបញ្ញាប់ទៅធ្វើការមួយកន្លែងទៀតបងប្អូនហើយដើរទៅជួបនៅវល្លិឪឡនេះដែរឯងហើយនឹងចែករំលែកបងប្អូនស្ដាយទៅលើអសុទ្ធបរានខ្មែរយើងដែលដើរជួបហើយចែករំលែកតែម្ដងដោយសេចក្តីបរិសុទ្ធធ្វើធម៌ទានដល់បងប្អូនហើយកបនៅជំងឺដូចជាគ្រោះតាមផ្លូវនោមបងប្អូនគ្រោះយើងតាមផ្លូវនោមតាមទយោនោមហ្នឹងហើយរលាកផ្លូវនោមក៏ត្រូវដែរស្ពរឪឡនេះបងប្អូនយកទៅប្រើទៅហើយកម្មចុងក្រោយបំផុតខ្ញុំសរុបឲ្យការប្រើប្រាស់ឥឡូវវាកបមួយខ្ញុំប្រាប់កុំឲ្យខាតពេលវេលាបងប្អូនហើយនឹងមួយទៀតបងប្អូនណាបើសិនជានោមឈាមបងប្អូននោមមកមានឈាមប្រើក៏ត្រូវដែរបងប្អូនកើតក្រឡកតែនក៏ត្រូវដែរបងប្អូនរសកឡាតែនឈឺបំពង់កក៏ត្រូវដែរច្រើនត្រូវច្រើនបងប្អូនតែដោយពេលវេលាខ្លីលោកគ្រូចែកត្រួសឲ្យបងប្អូនស្ដាប់ហើយដូចជាពាក់ព័ន្ធនឹងរដូវល្ងាបងប្អូនយើងច្រើនផ្ដាសាយអីចឹងណាបងប្អូនវាត្រូវគុណផ្ដាសាយដែរហើយរលាកខួរក្បាលផងបងប្អូនបើសិនណាលាកខួរក្បាលក៏ត្រូវដែររុក្ខជាតិនេះអស់ស្ទះតែម្ដងមានសព្វគុណជាច្រើនបងប្អូនណាយកវល្លិឪឡយកទៅប្រើប្រាស់ហើយរលាកពោះវៀនរលាកថ្លើមលះដោះអីចឹងណាបងប្អូនហើយកម្រិតប្រើបងប្អូនណាសរុបរួមទាំងអស់គឺប្រើពី15ក្រាមទៅ30ក្រាមហេតុអីបានលោកគ្រូលើកយកមកចឹងយកមកឲ្យចំគោលដៅលោកគ្រូទៅចែករំលែកជាធម៌ទានដោយចិត្តបរិសុទ្ធហើយមិនលាក់មិនពួនទេបងប្អូនចែកឲ្យអស់ពោះអស់ពងហើយចំណេះតែប្រមាណដែលខ្ញុំបានរៀនសូត្រដកពិសោធន៍ព្រមទាំងចំណេះដែលចេះពីដូនតាមកចែករំលែកឲ្យអស់ហើយខ្ញុំអត់មានចិត្តមួយតូចថាលាក់លៀមអីទេបងប្អូនថាខ្ញុំចែកដោយសុភាសិតខ្មែរយើងថាបើស៊ីបាយគេស៊ីឲ្យឆ្អែតអញ្ចឹងណាបងប្អូនដូច្នេះខ្ញុំនឹងចែករំលែកឲ្យអស់ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅធម្មតាទេឱសថបុរាណខ្មែរយើងកាលណាយើងដាក់ច្រើនវា error វាអត់ទទួលមានន័យថា0ហើយបើយើងដាក់អត់គ្រប់វាអត់ដល់ដុសមានន័យថាវាអត់ជាសះស្បើយនៅអាការៈរោគរបស់យើងនឹងទេហើយបើយើងដាក់ចំគោលដៅជំងឺនឹងវាស្រូបយកទៅព្យាបាលថ្នាំនឹងយកទៅព្យាបាលយ៉ាងពូកែស័ក្តិសិទ្ធិនឹងបានលោកគ្រូស្ពាយាមប្រាប់បងប្អូនដែលមិនទាន់ចេះណាចេះក៏ចេះឲ្យទៅក៏ចេះហើយទៅលោកគ្រូមិនថាអីទេចែករំលែកដោយធម៌ទានជួយចេះគ្នាឲ្យបានច្រើនល្អជាងអត់ចេះចង់និយាយចឹងបងប្អូនណាហើយផ្លូវដង្ហើមយើងអាមីដាសហ្នឹងរលាកតងសួតហ្នឹងក៏ត្រូវដែរបងប្អូនរុក្ខជាតិនេះហើយបើសិនណាបងប្អូនមើលហើយថាមានប្រយោជន៍ក៏បងប្អូនជួយចុច like ចុច share ឲ្យលោកគ្រូបានដាក់មួយផងបងប្អូនថ្ងៃក្រោយលោកគ្រូដើរទៅឆ្ងាយទៅព្រៃភ្នំក្រំថ្មដើម្បីចែកជូនបងប្អូនជាធម៌ទានទៀតបងប្អូនណាដើម្បីឲ្យបងប្អូនបានចេះចាំទៅយកទៅប្រើក្នុងគ្រួសារហើយវាបន្ថយនៅថវិកាយើងដែរហើយបើសិនជាបងប្អូនមើលក្នុងវីដេអូនេះហើយថាមានប្រយោជន៍សម្រាប់សុខភាពបងប្អូនសូមបងប្អូនចុច like ចុច share ចុច subscribe ឲ្យលោកគ្រូបានដាក់មួយផងបងប្អូនថ្ងៃក្រោយលោកគ្រូចំណាយពេលវេលាដ៏មានតម្លៃរបស់លោកគ្រូទៅភ្នំឆ្ងាយដាច់ស្រយាលដើម្បីថតរូបភាពចែកជាធម៌ទាននៅអសុទ្ធបុរាណខ្មែរយើងហើយជាចុងក្រោយនេះសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើនក្នុងក្រុមគ្រួសារហើយសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្លៀងគ្លេតឡើយខណៈពេលនេះខ្ញុំបានគ្រូអសុទ្ធបុរាណជ័យទឹកសូមគោរពសូមជម្រាបលា